ខ្ញុំមានការហួចចិត្តជាខ្លាំងផ្សាំតាំងពីដើមបពិនកូនដៃរហូតដល់ពេលយកទៅដាំដើមបពិនមេដៃបាត់ហើយការប៉ັດធ្វើដាំគ្នាតាំងពីយូរហើយប៉ុន្តែដល់ក៏ហើយឬលងណែនអត់មានពេលដាំគ្នាឥឡូវទៅស្លឹកវាឡើងលឿងហើយបានយកវាទៅដាំហើយអានេះយើងកាត់វាមកហ្នឹងយើងអត់ចាំបាច់តែងឬអីយកទៅដល់ញាត់ដីហើយយកបូតស្លឹកវាចោលទាំងអស់ហ្មងអញ្ចឹងណាហើយដោយសារតែខ្ញុំចង់បានរៀងវារៀងកោងអញ្ចឹងទៅខ្ញុំពុតវាបន្តិចហើយចងវាជាមួយនឹងឈើដើម្បីឲ្យវាពេលវាមានផ្លែមកវាមានទម្ងន់បន្ថែមអញ្ចឹងណាហើយឲ្យវាធ្លាក់មករៀងក្រមបន្តិចលក្ខណៈថាឲ្យវារៀងកោងដូចដងស្ទូចអញ្ចឹងណាឆ្លាញ់អញ្ចឹងពួកអីមែកវែងអាមែកគោលរបស់វាហ្នឹងមាន2ដែលរៀងវែងដល់ពេលយើងឆងមកកណាត់អញ្ចឹងទៅស្លឹករបស់វាហើយនឹងផ្លែរបស់វាពេលដែលលូតលាស់ធំធាត់ទៅវាមានទម្ងន់វានឹងរៀងធ្លាក់ចុះក្រោមជាងហ្នឹងអញ្ចឹងទៅវាដូចចង់ដូចដើមអីគេដើមអីនេះចាំអត់បានគាត់ថាពេលដែលវាដុះអត់ត្រង់ឡើងលើទៅជាហៀងអញ្ចឹងទៅវាស្អាតយើងចង់តែវាអញ្ចឹងទៀតតំណងយកបដ ாய் ហើយមើលសកម្មភាពអ្នកចង់គ្មានទេតែឯងហ្នឹងមានអារម្មណ៍ថាដូចអត់កំសត់ខ្លួនសោះតែឯងតែអត់កំសត់ខ្លួនឥឡូវយើងធ្វើការចងអោបវាកុំឲ្យវាដូរទម្រង់ឡើងឈរវិញអញ្ចឹងណាឲ្យវានៅត្រេតអញ្ចឹងហើយយើងចង់ដើម្បីទប់លំនឹងវាផងដោយសារតែដើមវារៀងខ្ពស់ដែរហើយយើងដាក់ដីតិចហើយយើងទប់កុំឲ្យពេលមានខ្យល់វាលំនៅពេលដែលវាលូតលាស់ស្លឹកមកវាបោកបក់ជាមួយនឹងខ្យល់វាអាចជាយល់ប៉ះពាល់ដល់ការចាប់រឹសវាអញ្ចឹងទៅហើយអានេះថតរវល់ចុះរវល់ឡើងហ្នឹងចង់ថតឲ្យអ្នកនរគ្នាមើលឲ្យច្បាស់ថានេះនៅពេលដែលយើងដាំហ្នឹងវាអត់ពិបាកអីណាទេវាមានភាពងាយស្រួលហើយសម្រាប់ដីដែលខ្ញុំលាយហ្នឹងក៏អត់មានអីច្រើនណាអត់បានលាយជីគីមីអីទេដាក់តែអាចគោ1ភាគហើយដីរបស់យើងហ្នឹង2ភាគហើយនឹងកាមដុត1ភាគយើងច្បល់ចូលគ្នាឲ្យសព្វមកហើយនៅពេលដែលយើងយកទៅដាំហ្នឹងយើងលុបឲ្យវាចង់និយាយថាអារឹសហ្នឹងយើងកប់វាកុំឲ្យលិចខ្លាំងពេកណាយើងគ្រាន់តែកប់វាសើហើយដាក់ដីហ្នឹងចង់និយាយថាយើងយកដៃសកត់វាឲ្យណែនកុំឲ្យវាងាប់អញ្ចឹងណាហើយនៅពេលដែលយើងស្កាត់វាណែនហើយខ្ញុំអត់ទាន់បានស្រោចទឹកហ្នឹងដល់គ្នាមេឃភ្លៀងមកទៀតល្មមយើងបាច់ស្រោចទឹកដាំខែភ្លៀងអញ្ចឹងចំណេញត្រង់ថាអត់មានចុះទឹកអីអ្នកគ្នាមានតែមកលឹះលុបពេកហើយនៅពេលដែលរយៈពេល1ខែខ្ញុំដាំហ្នឹងតាំងពីថ្ងៃ26ខែ7ខែ6ច្រឡំទៅឥឡូវហ្នឹងថ្ងៃ26ខែ7អញ្ចឹងបានរយៈពេល1ខែបានវាលូតលាស់ចេញស្លឹកចេញផ្លែមកបានប៉ុណ្ណឹងណាផ្លែរបស់វាខ្ញុំបានរាប់ដែរបងប្អូនថាមានម៉ានប្រហែលចូល50ផ្លែដឹងពួកអីវាផ្លែសឹងតែគ្រប់មេឃដែរអញ្ចឹងណាគ្រាន់តែថាខែភ្លៀងអញ្ចឹងវាអត់សូវកាន់ផ្លែបានស្អាតអញ្ចឹងណាវាកាន់បែបធម្មតាម៉ូនមួយផ្លែវាមានច្រើនគ្រាប់អញ្ចឹងណាអញ្ចឹងទៅអាផ្លែណាអាផ្កាណាដែលវាបានប្រកាត់គ្នាអាហ្នឹងវាជាប់អញ្ចឹងទៅអាណាដែលបានប្រកាត់វាស្វិតទៅវិញអញ្ចឹងណាអញ្ចឹងទៅផ្លែរបស់វារៀងក្វិចក្បក់អត់សូវពេញលេញដូចខែប្រាំងអញ្ចឹងណាហើយខ្ញុំក្តិចចោលខ្លះអាណាដែលផ្លែវារៀងរូបរាងអត់សូវស្អាតអញ្ចឹងទៅខ្ញុំខ្ជិលទុកវាឲ្យស៊ីអាចគោរបស់ខ្ញុំក៏ប្រលេះវាចោលដើម្បីឲ្យសារធាតុចិញ្ចឹមហ្នឹងវាទៅចិញ្ចឹមអាផ្លែណាដែលយើងត្រូវការឲ្យវាលូតលាស់ធំធាត់ល្អអញ្ចឹងណាមានទម្រង់ស្អាតអញ្ចឹងទៅតែក៏អានេះខ្ញុំប្រលេះចោលខ្លះហើយវានៅមានខ្លះទៀតដែលអត់សូវស្អាតដែរអញ្ចឹងណាតែអាចទទួលយកបានព្រោះអីអានេះយើងអត់ទាន់លក់ផ្លែទេយើងគ្រាន់តែដាំ
tục hộp luôn ai dương khoan ta lụa sලકច្រឡំលក់ស្លឹកលក់ដើមពូជសិនអញ្ចឹងណាអត់ទាន់មានផ្លែលក់ទេតគ្រាន់លក់អំបិលនៅទេសខ្លួនឯងហើយអ្នកនរគ្នាដែលមានម្ដងចង់ដាំម្ដងមានភាពងាយស្រួលមែនតើអត់ថែទាំអីច្រើនអ្នកនរគ្នាយកទៅកាប់ទៅដីស្រោចទឹកដាក់កាកសំណល់ផ្ទះបាយដូចថាយើងលាងសាច់លាងបន្លែអីហ្នឹងយើងអាចយកទៅស្រោចវាបានអត់អីទេ